ក្មេងប្រុសទើបមកដល់ផ្ទះក៏ឃើញម្ដាយកំពុងលួចដាក់ថ្នាំបំពុលក្នុងស៊ុបមាន់គេដឹងច្បាស់ថាម្ដាយចង់បំពុលឪពុករបស់ខ្លួនគេមិនត្រឹមតែមិនវេកមុខថែមទាំងដើរទៅរកអ្នកទាំងពីរដោយសប្បាយចិត្តហើយលើកចានស៊ុបមាន់របស់ឪពុករួចសួរម្ដាយដោយចេតនាថាតើគេអាចហូបបានទេម្ដាយដឹងថាមានជាតិពុលតែបែរជាយកព្រមមិនខឹងទេតែយកលេសទៅហូបនៅផ្ទះបាយដើម្បីបានលាងចានទៅដល់ផ្ទះបាយភ្លាមគេក៏ចាក់ស៊ុបនោះចោលគេចាំច្បាស់ថាកាលពីជាតិមុនម្ដាយចិត្តអាក្រក់នេះបានបង្កើតគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យគេធ្លាក់ឈាមស្ទើរតែស្លាប់ពេលទើបផុតគ្រោះថ្នាក់ស្ត្រីនោះប្រាប់ថានាងមិនមែនជាម្ដាយបង្កើតគេទេចំណែកម្ដាយបង្កើតបានលះបង់ឈាមទាំងអស់ដើម្បីសង្គ្រោះគេគោលដៅបន្ទាប់របស់នាងគឺសម្លាប់ឪពុកគេដើម្បីដណ្ដើមទ្រព្យសម្បត្តិរាប់ម៉ឺនលានទឹកមុខគ្មានមេដារបស់នាងធ្វើឲ្យក្មេងប្រុសគុំគួនយ៉ាងខ្លាំងពេលស្ត្រីនោះចេញទៅបាត់ក្មេងប្រុសក៏ទាញទុយយកសេរ៉ូមនិងអុកស៊ីសែនចេញរួចដើរទៅលោតទម្លាក់ខ្លួនពីជាន់ទី18ស្មានតែស្លាប់ទៅហើយស្រាប់តែលំហអាកាសប្រែប្រួលធ្វើឲ្យគេចាប់ជាត្រឡប់មកអាយុ5ឆ្នាំវិញពេលមើលដៃជើងខ្លួនឯងហើយរត់ទៅឆ្លុះកញ្ចក់ទើបដឹងថាខ្លួនរស់ឡើងវិញមែននឹកឃើញស្ត្រីអាក្រក់ដែលធ្វើឲ្យគ្រួសារគេវិនាសគេស្ពត់ថាគំនុំជាតិមុនត្រូវតែសងសឹកឲ្យបាន100ដងតែគេមិនទាន់ទៅសងសឹកភ្លាមទេគឺលួចយកលុយ5លានពីទូដែកឪពុកទៅវិនិយោគក្នុងទីផ្សារភាគហ៊ុនដោយសារភាពឆ្លាតវៃត្រឹមប៉ុន្មាននាទីគេចំណេញបាន$10 លានគេយកលុយនោះហោះទៅអាមេរិកបង្កើតក្រុមហ៊ុនមួយក្រោមការគ្រប់គ្រងរបស់គេត្រឹមតែ1ឆ្នាំប៉ុណ្ណោះគេបានក្លាយជាមហាសេដ្ឋីលាក់នៅ Wall Street ហើយមានអាជីវកម្មជុំវិញពិភពលោកកាន់តែអស្ចារ្យទ្រព្យសម្បត្តិគេកើនឡើង$10,000ក្នុងមួយវិនាទីសូម្បីតែអ្នកជំនួញកម្ពុជានៅអាមេរិកក៏ព្រមចុះចូលជាមួយគេដែរតែក្មេងប្រុសមិនទាន់ស្កប់ទេគេស្បត់ថានឹងធ្វើឲ្យក្រុមហ៊ុនឈរលើកម្ពុជាលោកក្នុងពេល1ឆ្នាំហើយត្រូវត្រឡប់មកប្រទេសវិញដើម្បីសងសឹកពេលវេលាកន្លងផុតទៅ1ឆ្នាំក្មេងប្រុសបានក្លាយជាសេដ្ឋីកម្ពុជាពិភពលោកដំណឹងដែលគេត្រឡប់មកវិញបានលេចទៅដល់ត្រកូលធំទាំង5ពេលក្មេងប្រុសចុះពីយន្តហោះភ្លាមត្រកូលធំទាំង5ក៏ប្រញាប់មកទទួលពេលឃើញសេដ្ឋីកម្ពុជាលោកត្រឹមជាក្មេងម្នាក់គ្រប់គ្នាហួសចិត្តយ៉ាងខ្លាំងគេសរសើរថានៅក្មេងសោះតែពូកែយ៉ាងនេះអនាគតរឹតតែអស្ចារ្យក៏សូមធ្វើជាឪពុកធម៌សូមគោរពលោកឪពុកធម៌តើលោកយល់ព្រមទេបើពួកឯងស្មោះត្រង់លឹងយើងនឹងយកពួកឯងជាកូនធម៌ដើម្បីកុំឲ្យបែកការរឿងខ្លះមិនអាចប្រើឈ្មោះយើងទេយល់ទេសូមគោរពលោកឪពុកធម៌ពួកយើងប្រធានទាំង5សូមគោរពថ្ងៃក្រោយមានគម្រោងអ្វីយើងនឹងឲ្យអាទិភាពដល់អ្នកទាំង5មុនគេតែត្រូវចាំថាហាមបញ្ចេញអត្តសញ្ញាណយើងដាច់ខាតបាទលោកឪពុកយើងត្រៀមបើកទីផ្សារក្នុងស្រុកដោយបោះទុន$10,000 លានបង្កើតក្រុមហ៊ុនមួយសូមអ្នកទាំងអស់គ្នាជួយចាត់ចែងផងបាទលោកឪពុកថ្មីនេះសេដ្ឋីកម្ពុជាលោកបានត្រឡប់មកវិញវិនិយោគ$10,000 លាននៅទីក្រុងស៊ូមានលោកម៉ាថឹងជាអ្នកតំណាងទីក្រុងស៊ូយើងកំពុងមានសកម្មភាពធំហើយបងសំឡាញ់តើសេដ្ឋីកម្ពុជានោះជានរណាទៅជាអ្នកក្រុងស៊ូយើងមែនទេបងក៏មិនច្បាស់ដែរតែឮថាគេកំពុងរើសអ្នកគ្រប់គ្រងផ្នែករចនានឹងជាជំនាញអូនតាបងមានស្គាល់គេទេម៉េចអូនចង់ទៅធ្វើការទីនោះមែនទេបងស្គាល់អនុប្រធានក្រុមហ៊ុនឆេងហ៊ូនឹងម្នាក់ដែរចាំបងឲ្យលេខតាក់ទងគាត់ទៅអូនបងសម្លាញ់ល្អបំផុតចេញជីវជីវចង់ទៅសម្ភាសក្រុមហ៊ុនយើងមែនទេឯងយកខ្លួនមកឲ្យគេវាដល់កន្លែងហើយយើងនឹងបំបាក់មុខឯងមិនខានពុកម៉ែកូនសុំចេញទៅរកមិត្តភ័ក្តិបន្តិចសិនទើបត្រឡប់មកវិញសោះមានមិត្តភ័ក្តិឯណាប្រយ័ត្នណាចៅហ្វាយខ្ញុំរកឃើញដំណឹងអ្នកដែលបាត់ខ្លួននោះហើយមែនឬនាំខ្ញុំទៅភ្លាមបើកឡានទៅផ្លូវតុងប៉ាចៅហ្វាយអ្នកស្រីអូយ៉ានឥឡូវធ្វើជាអ្នកបោះផ្លូវអ្នកបោះផ្លូវជាតិមុនម្ដាយខ្ញុំជាជាងឯកច្នៃម៉ូដសម្លៀកបំពាក់មិនទៅជាអញ្ចឹងសមត្ថភាពគាត់យ៉ាងហោចណាស់ជាអ្នករចនាម៉ូដដែលខ្ញុំស៊ើបដឹងថាទោះគាត់បោះផ្លូវក៏គាត់ឆ្លៀតរៀនច្នៃម៉ូដដែលគាត់ខំប្រឹងណាស់ប្រាកដហើយខ្ញុំត្រូវតែរកឲ្យឃើញថាកាលពីជាតិមុនតើមានរឿងអ្វីកើតឡើងឲ្យប្រាកដហេតុអ្វីចេញជីវជីវត្រូវធ្វើបាបម៉ែនឹងពុកខ្ញុំអញ្ចឹងរឿងប្រកួតនោះរៀបចំហើយឬនៅគឺប្រព្រឹត្តទៅតាមការគ្រោងទុកល្អចៅហ្វាយខ្ញុំនឹងរកវិធីឲ្យគាត់បានចូលរួមណែដើរអត់ភ្នែកទេអីសុំទោសចៅហ្វាយខ្ញុំមើលមិនឃើញងើបមុខឡើងសិនខ្ញុំសងបានសងអញដឹងទេថាស្បែកជើងនេះថ្លៃប៉ុន្មានអញបោះផ្លូវមួយជីវិតក៏សងមិនគ្រប់ផងយ៉ាងនេះចុះយើងមិនធ្វើបាបអញទេយប់នេះទៅកំដរយើងលួងយើងឲ្យសប្បាយរឿងនេះចាត់ទុកថាចប់កុំសង្ឃឹមខ្ញុំជាអ្នកបោះផ្លូវមិនមែនស្រីលូកខ្លួនទេហេអញដឹងទេថាមានស្រីប៉ុន្មានចង់ឡើងក្រៅយើងជាអនុប្រធានក្រុមហ៊ុនឆេងហ៊ូណាបើបែបនេះអាចធ្វើអនុប្រធានបានខ្ញុំរងចាំមើលភាពវិនាសរបស់អ្នកមីចង្រៃហាហាមីចង្រៃអញចង់សាក់នឹងយើងមែនទេបងប្រុសប្រយ័ត្នផងអរគុណអូននេះហើយជាម្ដាយខ្ញុំគួរឲ្យស្ដាយខ្ញុំមិនទាន់អាច
ទទួលស្គាល់គាត់ឥឡូវនេះទេខ្លាចបែកការមានអ្នកណាចង់ធ្វើប៉ូលីសបើមានលុយហើយនោះក្រុមហ៊ុនឆេងហូប្រហែលជាអគារមួយនោះហើយសួស្តីខ្ញុំមកប្រកួតរចនាម៉ូដអូទុកត្រង់នេះមកអរគុណហាហាអ្នកស្រីប្រធានអញ្ជើញមកដល់ជាកិត្តិយសណាស់លោកម៉ាកុំគូសំពេចថាអ្នកស្រីត្រូវយកចំណាត់ថ្នាក់លេខ1ទើបអាចឡើងជាអ្នកគ្រប់គ្រងបានខ្ញុំនឹងជួយរៀបចំយ៉ាងល្អពិតជាមានទឹកចិត្តមែនមីងអញ្ជើញអង្គុយចុះនាងឯងជាអ្នកបោះផ្លូវទេតើសំបីអ្នកបោះផ្លូវក៏មកប្រកួតដែរភ្នែកអន់មែនឲ្យតែមានគំនូព្រៀងគឺចូលរួមបានហើយមែនទេក៏បានជាច្បាប់តើហាហាមិនអីទេសម្រាប់ការប្រកួតនេះតំណែងលេខ1ជារបស់អ្នកស្រីហើយក្តីសុបិនតូចមួយសុបិនអិនធនូរងចាំស្ថាបត្យក៏ល្អនិងអ្នកសរសេរកម្មវិធីល្អដើម្បីគ្រប់គ្រងពិភពលោកនេះទៅជាអនាគតអូតែហាក់ដូចជាមានម្នាក់លោកថាម៉េចក្រៅពីខ្ញុំតើមានគំនូរនរណាល្អជាងខ្ញុំទៀតខ្ញុំចំណាយ2លានទិញគំនូរនេះពីអ្នកច្នៃម៉ូដកម្ពុជាណានេះជាគំនូររបស់អ្នកបោះផ្លូវឈ្មោះអូយ៉ានគំនូរគេមែនទេល្អជាងរបស់ខ្ញុំទៀតអូយ៉ានគេនៅមិនទាន់ស្លាប់មិនអាចទេគ្រាន់តែជាមនុស្សស្រីដូចគ្នាហ៊ានមកប្រកួតជាមួយយើងយកគំនូរនេះមកជារបស់យើងចុះយកគំនូរនេះចេញទៅមើលចុះហាហាលោកស្រីខ្ញុំសូមប្រកាសលទ្ធផលប្រកួតវ៉ាស្អាតណាស់ខ្ញុំស្រមៃមិនចេញទេបើបានស្លៀកវាគំនូរនរណាគេនឹងពូកែម្លេះគឺជារបស់ខ្ញុំជារបស់ខ្ញុំស្អីគេស្លៀកពាក់បែបនេះជាអ្នកបោះផ្លូវសោះអស្ចារ្យមែនគូបានស្អាតយ៉ាងនេះអនាគតប្រកបជាល្អមិនខានស្នាដៃនេះជារបស់ខ្ញុំពិតជានាងមែនមិនមែននាងស្លាប់ហើយទេមិនក៏នាងមកនៅទីនេះបានឯងឆាប់ទៅចាត់ការនាងនោះភ្លាមឲ្យវាស្លាប់បាត់ទៅកុំឲ្យវាមកពាក់ព័ន្ធរឿងខ្ញុំអត់សំសោះស្ដាប់ណាកុំនិយាយច្រើនខ្ញុំឲ្យ2លានជាមនុស្សប្រុសចាប់វាទៅភ្នំខាងក្រោយទៅស្រីនេះពិតជាតាមមិនលែងមែនលើកនេះត្រូវឲ្យនាងស្លាប់ដោយគ្មានដីកប់ខ្ញុំថាហើយតើត្រឹមអ្នកបោះផ្លូវមិនដេចមានសមត្ថភាពម្លេះគឺលួចគេសោះតាមពិតចង់កែប្រែវាសនាធ្វើជាហងផងអ្នកស្រីចេងជាមនុស្សឆ្នាំរបស់ទីក្រុងហើយក៏ជាភរិយាប្រធានក្រុមហ៊ុនផងមានតែគាត់ទេទើបអាចរចនាបានស្អាតបែបនេះភ្នែកមើលបានល្អនាងជាអ្នកបោះផ្លូវចំណេះដឹងក៏គ្មានមែនតើណៃជាមួយនឹង feedback យ៉ាសកានិយាយពីថាទៅដល់កន្លែងណា feedback មកហោហែតែម្ដងសំខាន់ណាស់គឺតសៅមិនដាច់ពីមាត់ទេថាល្អប្រើទទួលបានស្បែកស្អាតពិតមែនអ្នកណាថាលាបហើយសស្អាតតាមម្ចាស់ brand មើលទៅតម្រងស្បែករបស់កូនក្មុំយ៉ាសកាទៅតម្រងស្បែកចេញមកសឆ្វាចសលះសក្រាស់មើលទៅមានសុខភាពល្អតែម្ដងតម្រងស្បែកស្អាតបែបនេះរត់ចូលជួតម្រងស្បែករបស់យ៉ាសកាតែម្ដងព្រោះអ្នកប្រើយ៉ាសកាទាំងអស់សុទ្ធសឹងតែតម្រងស្បែកបែបនេះនិយាយពីថានៅពេលដែលឃើញតម្រងស្បែកកូនក្មុំយ៉ាសកាស្អាតបែបហ្នឹងបងអូនដែលគាត់ត្រៀមនឹងចូលរោងចុយកំពុងតែមានកម្លាំងចិត្តលាបឃ្លុំមែនតែម្ដងជាមួយនឹងឈុតកូនក្មុំរបស់យ៉ាសកាតែនិយាយលេងសក់អត់បានណាជាមួយនឹងលេកំប៉ុងក្រហមនេះកាន់តែលាបស្បែកកាន់តែស្អាតកាន់តែម៉ត់ស្បែក Color Skin មើលទៅមានសុខភាពល្អតែម្ដងចង់បានថាប៉ះជាមួយនឹងរបស់ពិតទេណាសាច់លេពោពេញទៅដោយមេវីតាមីនស្រោមប្រេងជាពិសេសមានសារធាតុជួយទប់លំនឹងកោសិកាមិនត្រឹមតែសលះសឈ្នះសឆ្វាយទេណាថែមទាំងជួយព្យាបាលនៅបញ្ហាស្បែកខូចទៀតឈប់សិនកូនក្មុំផ្ដាំថាបើចង់បានប្តីលឿនណាគួរតែប្រើប្រាស់ជាមួយនឹងឈុតយ៉ាសកាទាំង4មុខនេះមានលេប្រេងស្ក្រាប់ជាមួយនឹងវីតាមីនស្ប៉ាធានាថាស្បែកសលះសក្រាស់សម៉ត់តែម្ដងក្នុងបង្អែកក៏គ្មានសំធ្វើជាអ្នករចនាម៉ូដដែរមើលក៏ដឹងថាជាស្រីស្រីមិនស្គាល់លោកឯងអ្នកស្រីចេនដល់ថ្លៃធ្នូទៅកុំសង្ឃឹមនេះមិនមែនជារបស់លេងទេនាងនេះយកខ្លួនមកឲ្យគេមែនល្អឥឡូវខ្ញុំសូមប្រកាសលេខ1គឺបានទៅលើចេងជីវអបអសាទរថ្ងៃក្រោយអ្នកស្រីជាអ្នកចាត់ការទូទៅហើយលោកម៉ាគួរសំពេចហើយគំនូរនេះច្បាស់ជារបស់ខ្ញុំនៅហ៊ានបង្ករឿងទៀតជារបស់នាងអីលោកម៉ាខ្ញុំគិតថាដេញវាម្នាក់ចេញទៅល្អទេនរណាគេ
អ្នកឯងអាំងអីមកធ្វើបែបនេះខ្ញុំចង់ជួបប្រធានអ្នកឯងសួរគាត់មើលថាមានការគប់គិតគ្នាទេគួរឲ្យសាច់ណាស់អ្នករៀបចំកម្មវិធីនេះគឺលោកប្រធានរបស់យើងមានអំណាចបំផុតចៅហ្វាយលទ្ធផលយ៉ាងម៉េចដែរលទ្ធផលចេញហើយដូចជាអ្នកស្រីអូយ៉ានមិនត្រូវបានគេទទួលស្គាល់ស្នាដៃទេពិតមែនឬល្អណាស់ប្រាប់ខាងធនធានមនុស្សឲ្យផ្ទេគាត់មកក្រុមចាត់ការផ្នែកអចនាម៉ូដបាទចៅហ្វាយអ្នកបោះផ្លូវដូចនាងចង់ជួបប្រធានយើងត្រឹមជាការយល់សប្តិទេបោះបង់ទៅនាងត្រឹមជាឈ្នួលគេយកអីមកប្រកួតជាមួយយើងមានខ្សែស្រឡាយធំដំណាស់គ្រួសារយើងក៏មានមុខមាត់ឮថាចៅវៃជាប្តីនាងមែនទេហាហាចេញជីវជីវចុះកូនខ្ញុំនៅណាប្រាប់នាងចុះជាតិនឹងវាសនានាងត្រូវនៅក្រោមបាតជើងយើងជានិច្ចលោកម៉ាស្រីចង្រៃនេះមិនស្គាល់ខ្ពស់ទៀតទេគួរតែបង្រៀនវាខ្លះឲ្យវាដឹងពីកន្លែងរបស់ក្រុមហ៊ុនឆេងហូត្រូវហើយឲ្យវាភ្លក់រសជាតិការឈឺចាប់បន្តិចឲ្យវាដឹងថាឆេងហូមិនមែនអ្នកណាក៏ចូលបានទេប្រកួតរចនាម៉ូដអ្នកណាក៏ចូលបានមែនសំបីស្នាដៃក៏គ្មានផងយកអីមកប្រកួតនេះជាស្នាដៃរបស់ខ្ញុំអូស្នាដៃនាងឬនោះជារបស់ខ្ញុំចេញជីវជីវជារបស់អ្នកណានាងដឹងច្បាស់ក្នុងចិត្តហើយនាងហ៊ានប៉ាស្អីហ្នឹងខោអាវនេះនាងចង់ធ្វើអីយើងសូមរំលឹកនាងចុះអំពិលអំពែកចង់ប្រជែងនឹងព្រះច័ន្ទនាងប៉ុណ្ណឹងមិនប្រៀបនឹងយើងបានការប្រកួតនេះខ្ញុំលែងចូលរួមហើយយកគំនូមកឲ្យខ្ញុំវិញនៅហ៊ានថាជារបស់ឯងទៀតជារបស់ឯងចេញទៅអូវាទៅហែកកេកតាមផ្លូវអូវាទៅហែកកេកទៅហាហាអូយឈប់សិនអ្នកឯងធ្វើបែបនេះខុសច្បាប់ហើយខុសច្បាប់យើងមានអំណាចនេះសំបីតារាល្បីក៏យើងមិនខ្លាចនៅទីក្រុងស៊ូយើងជាស្ដេចហាហាក្រុមហ៊ុនឆេងហូសូមរងចាំទស្សនាភាពបន្តបីមែនតើណៃជាមួយនឹង feedback យ៉ាសកានិយាយពីថាទៅដល់កន្លែងណា feedback មកហោហែតែម្ដងសំខាន់ណាស់គឺតសៅមិនដាច់ពីមាត់ទេថាល្អប្រើទទួលបានស្បែកស្អាតពិតមែនអ្នកណាថាលាបហើយសស្អាតតាមម្ចាស់ brand មើលទៅតម្រងស្បែករបស់កូនក្មុំយ៉ាសកាទៅតម្រងស្បែកចេញមកសឆ្វាចសលះសក្រាស់មើលទៅមានសុខភាពល្អតែម្ដងតម្រងស្បែកស្អាតបែបនេះរត់ចូលជួតម្រងស្បែករបស់យ៉ាសកាតែម្ដងព្រោះអ្នកប្រើយ៉ាសកាទាំងអស់សុទ្ធសឹងតែតម្រងស្បែកបែបនេះនិយាយពីថានៅពេលដែលឃើញតម្រងស្បែកកូនក្មុំយ៉ាសកាស្អាតបែបហ្នឹងបងអូនដែលគាត់ត្រៀមនឹងចូលរោងចុយកំពុងតែមានកម្លាំងចិត្តលាបឃ្លុំមែនតែម្ដងជាមួយនឹងឈុតកូនក្មុំរបស់យ៉ាសកាតែនិយាយលេងសើចអត់បានណាជាមួយនឹងលេខកំប៉ុងក្រហមនេះកាន់តែលាបស្បែកកាន់តែស្អាតកាន់តែម៉ត់ស្បែក Color Skin មើលទៅមានសុខភាពល្អតែម្ដងចង់បានថាប៉ះជាមួយនឹងរបស់ពិតទេណាសាច់លេពោពេញទៅដោយមេវីតាមីនស្រោមប្រេងជាពិសេសមានសារធាតុជួយទប់លំនឹងកោសិកាមិនត្រឹមតែសលះសឈ្នះសឆ្វាយទេណាថែមទាំងជួយព្យាបាលនៅបញ្ហាស្បែកខូចទៀតឈប់សិនកូនក្មុំផ្ដាំថាបើចង់បានប្តីលឿនណាគួរតែប្រើប្រាស់ជាមួយនឹងឈុតយ៉ាសកាទាំង4មុខនេះមានលេប្រេងស្ក្រាប់ជាមួយនឹងវីតាមីនស្ប៉ាធានាថាស្បែកសលះសក្រាស់សម៉ត់តែម្ដង